កូនពុកក្នុងខ្សែភ្នែករបស់កូនពុកប្រហែលជាមនុស្សម្នាក់ដ៏តឹងរឹងបំផុតមើងម៉ាត់បំផុតតែក៏ជាមនុស្សដែលពិបាកនឹងចូលចិត្តបំផុតដែរជួនកាលកូនប្រហែលជាលួចតូចចិត្តឃើញពុកមិនសូវសើចសប្បាយមិនសូវពោលពាក្យលួងលោមឬចូលចិត្តប្រាច្បាប់ទម្លាប់មកដាក់កំហិតលើសេរីភាពរបស់កូនតើកូននឹងទេនៅពីក្រោយទឹកមុខដ៏មើងម៉ាត់និងសម្ដីដ៏តឹងរឹងនោះគឺមានបេះដូងមួយដែលបារម្ភពីកូនខ្លាំងជាងនរណាទាំងអស់ការដែលពុកតឹងរឹងជាមួយកូនព្រោះពុកដឹងថាពិភពលោកខាងក្រៅវាមិនទន់ភ្លន់ជាមួយកូនឡើយពុកចង់បង្វឹកកូនឲ្យคล้ายជាដៃថែបដើម្បីឲ្យកូនអាចតស៊ូជាមួយខ្យល់ព្យុះនៃជីវិតនៅថ្ងៃខាងមុខបានពុកមិនចង់ឃើញកូនទន់ជ្រាយមិនចង់ឃើញកូនដួលហើយក្រោកមិនរួចទើបពុកបង្ខំកូនឲ្យរៀនឈរដោយខ្លួនឯងតាំងពីនៅក្មេងពាក្យសម្ដីបន្ទោសរបស់ពុកគឺជារបងការពារមិនឲ្យធ្លាក់ក្នុងរណ្ដៅនៃកំហុសភាពម៉ត់ចត់របស់ពុកគឺជាពន្លឺតម្រង់ផ្លូវឲ្យកូនដើរទៅមុខរកភាពជោគជ័យពិតណាស់កូនប្រហែលជាមិនដែលឃើញពុកយំតែមិនមែនថាពុកមិនចេះឈឺចាប់ឡើយពេលកូនឈឺម្ដងពុកតែងតែបារម្ភព្រួយភ័យតែពុកមិនបញ្ចេញឲ្យកូនឃើញព្រោះពុកត្រូវតែធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារពេលកូនខឹងពុកក៏ឈឺចាប់ដែរតែពុកព្រមឲ្យកូនខឹងតែវាអាចដាស់សតិកូនឲ្យដឹងខុសត្រូវចេះគោរពចាស់ទុំជាក្មេងដែលមានសិលធម៌គុណធម៌និងមេត្តាធម៌ក្តីស្រឡាញ់របស់ពុកមិនមែនជាផ្កាកុលាបដែលស្រស់ស្អាតនិងមានក្លិនក្រអូបឡើយតែវាគឺជាស្បែកជើងដែលទ្រទ្រង់បាតជើងកូនឲ្យកូនដើរទៅមុខដោយមិនមុតបន្លាចុងក្រោយពុកគ្រាន់តែចង់ប្រាប់កូនថាចូលកូនកុំខឹងនឹងភាពតឹងរឹងរបស់ពុកអីណាកូនព្រោះបើកូនគ្មានភាពតឹងរឹងរបស់ពុកនៅថ្ងៃនេះកូនក៏ប្រហែលជាគ្មានភាពរឹងមាំនៅថ្ងៃស្អែកដែរនៅពីក្រោយភាពតឹងរឹងគឺជាបំណងប្រាថ្នាតែមួយគត់ដែលចង់ឃើញកូនក្លាយជាមនុស្សល្អបំផុតនៅក្នុងសង្គមបើស្រឡាញ់ពុកយល់ពីជំរឿចិត្តពុកព្រោះគ្មានបុរសណាម្នាក់នៅក្នុងលោកស្រឡាញ់នឹងការពារកូនស្មើបុរសដែលកូនហៅថាពុកនេះឡើយ